តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាហ្គេមទូរស័ព្ទដៃមួយដែលមានការទាញយកច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សរាប់លានអ្នកលេងរៀងរាល់ថ្ងៃរត់ដោយគ្មានទីបញ្ចប់កិច្ចពីខ្សែរថភ្លើងនិងប្រមូលកាតប៉ុន្តែស្ទើរតែគ្មាននរណាម្នាក់ដឹងពីសាច់រឿងពិតនៅពីក្រោយហ្គេមនេះឡើយអ្វីទាំងអស់បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ2012នៅពេលដែលមិត្តភ័ក្តិពីរនាក់មកពីប្រទេសដាណឺម៉ាកគឺក្រុមហ៊ុន SY Bio Game និង Kilu បានសម្រេចចិត្តបង្កើតហ្គេមមួយដែលទទួលបានការបំផុសគំនិតពីវប្បធម៌តាមដងផ្លូវការគូររូបជញ្ជាំងការលេងស្គីនិងការបះបោររបស់យុវវ័យពួកគេចង់បង្ហាញពីអារម្មណ៍សេរីភាពនិងភាពរំភើបដែលកើតចេញពីការបំពានច្បាប់ប៉ុន្តែដោយគ្មានគ្រោះថ្នាក់ពិតប្រាកដនោះហើយជាការកកើតឡើងនៃហ្គេម Subway Surfer ដែលជាការដេញតាមគ្នាយ៉ាងស្វិតស្វាញរវាងសិល្បករគូររូបជញ្ជាំងនិងសន្តិសុខដ៏តឹងរ៉ឹងម្នាក់គំនិតនេះតាមពិតទៅបានមកពីខ្សែភាពយន្តគំនូរជីវចលខ្លីមួយដែលពួកគេបានធ្វើឡើងមុនពេលបង្កើតហ្គេមដែលនិយាយអំពីក្មេងប្រុសម្នាក់ត្រូវបានគេដេញតាមបន្ទាប់ពីបានគូររូបលើរថភ្លើងគំនិតតូចមួយនោះបានក្លាយជាហ្គេមទូរស័ព្ទដ៏ល្បីល្បាញបំផុតមួយដែលមិនធ្លាប់មានបន្ទាប់ពីការដាក់ឲ្យដំណើរការនៅក្នុងខែឧសភាឆ្នាំ2012ហ្គេមនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងរយៈពេលតែប្រហែលឆ្នាំប៉ុណ្ណោះ Subway Surfers ត្រូវបានគេទាញយកលើកពី1000លានដងនៅលើ Google Play ដែលជាហ្គេមដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រដែលធ្វើបានបែបនេះប៉ុន្តែអ្វីដែលធ្វើឲ្យវាមិនអាចបញ្ឈប់បានមិនមែនត្រឹមតែរបៀបលេងនោះទេគឺដោយសារការធ្វើបច្ចុប្បន្នភាព World Tour រៀងរាល់ពី3សប្តាហ៍ម្ដងហ្គេមនេះនឹងបដូរទៅកាន់ទីក្រុងថ្មីមួយដូចជា New York, Tokyo, Paris, Kiev និងទីក្រុងជាច្រើនទៀតវាធ្វើឲ្យអ្នកលេងមានអារម្មណ៍ថាពួកគេកំពុងធ្វើដំណើរជុំវិញពិភពលោកទោះបីជាពួកគេកំពុងអង្គុយនៅផ្ទះក៏ដោយការធ្វើបច្ចុប្បន្នភាពនីមួយៗនាំមកនៅតួអង្គថ្មីក្តារស្គីនិងសម្លៀកបំពាក់ថ្មីដោយផ្លាស់ប្ដូរហ្គេមរត់ដ៏សាមញ្ញមួយទៅជាការផ្សងព្រេងទូទាំងពិភពលោកការរចនាគឺពិតជាឆ្លាតវៃណាស់គឺមានផ្លូវរត់3សម្រាប់ការអូសបញ្ជាយ៉ាងងាយស្រួលនិងការឆ្លើយតបដ៏រហ័សការរត់ដំបូងហាក់ដូចជាងាយស្រួលដែលផ្ដល់ឲ្យអ្នកលេងនូវការឈ្នះយ៉ាងរហ័សប៉ុន្តែល្បឿននឹងការឡើងបន្តិចម្ដងមានអារម្មណ៍ថាចង់លេងម្ដងហើយម្ដងនេះហើយជាវិធីដែលវាទាក់ទាញមនុស្សឲ្យលេងរាប់ម៉ោងអ្នកអភិវឌ្ឍបានប្រើប្រាស់រូបភាពដ៏រស់រវើកតន្ត្រីដ៏គួរឲ្យទាក់ទាញនិងការរចនាសម្លេងយ៉ាងហ្មត់ចត់ដើម្បីឲ្យអ្នកលេងជក់ចិត្តវាគឺជាតុល្យភាពរវាងជំនាញនិងចង្វាក់ដែលបង្កើតបានជាអ្វីដែលអ្នកស្រាវជ្រាវខ្លះហៅថារូបវងហ្គេមទូរស័ព្ទដ៏ល្អបំផុតសប្បាយញៀននិងមិនអាចឈប់លេងបានប៉ុន្តែរឿងរ៉ាវមិនទាន់បញ្ចប់ត្រឹមនេះទេប៉ុន្មានឆ្នាំមកនេះអ្នកគាំទ្របានចាប់ផ្ដើមបង្កើតទ្រឹស្ដីផ្សេងអំពីអត្ថន័យពិតនៅពីក្រោយហ្គេម Subway Surfers សាច់រឿងល្បីមួយបានអះអាងថាហ្គេមនេះត្រូវបានបង្កើតឡើងដើម្បីជាការចងចាំដល់ក្មេងប្រុសម្នាក់ដែលបានស្លាប់ពេលកំពុងគូររូបនៅលើរថភ្លើងមនុស្សជាច្រើននិយាយថាការដេញតាមនោះតំណាងឲ្យនីតិចុងក្រោយរបស់គេមុនពេលគ្រោះថ្នាក់ប៉ុន្តែអ្នកអភិវឌ្ឍបានបដិសេធរឿងនេះដោយនិយាយថាវាគ្រាន់តែជារឿងព្រេងនិទានប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយអ្នកលេងនៅតែមិនអាចបំភ្លេចបាននូវភាពចៃដន្យដ៏ចម្លែកទាំងនោះហេតុអ្វីបានជាហ្គេមដ៏សាមញ្ញមួយនេះបែរជាមានអារម្មណ៍អណ្ដែតអណ្ដូងបែបនេះហេតុអ្វីបានជាឆ្មាំយាមតែងតែមើលទៅក្រៀមក្រំនៅពេលដែលគាត់ចាប់អ្នកបានអ្នកខ្លះថែមទាំងអះអាងថាប្រសិនបើអ្នកលេងនៅពេលយប់ជ្រៅប្រហែលជាម៉ោង3ទៀបភ្លឺអ្នកនឹងឃើញរថភ្លើងរត់ថយក្រោយឬឮសំឡេងខ្សឹបខ្សៀវនៅជិតផ្លូវរួមក្រោមដីគ្មាននរណាម្នាក់ធ្លាប់បញ្ជាក់ការពិតពីរឿងនេះទេប៉ុន្តែភាពអាថ៌កំបាំងនៅតែបន្តកើនឡើងក្រៅពីរឿងព្រេងនិទានទាំងនេះ Subway Surfers បានក្លាយជានិមិត្តរូបវប្បធម៌មួយសូម្បីតែសប្តាហ៍ថ្ងៃនេះក្រោយរយៈពេលជាង1ទសវត្សរ៍ក៏ដោយក៏វាត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ជាមួយនឹងទីក្រុងថ្មីការប្រកួតប្រជែងនិងតួអង្គថ្មីរចនាប័ទ្មសិល្បៈនៃហ្គេមនេះបានវិវត្តប៉ុន្តែស្មារតីរបស់វាមិនដែលផ្លាស់ប្ដូរឡើយគឺភាពសប្បាយរីករាយការបះបោរនិងល្បឿនលឿនឥតឈប់ឈរពួកយើងភាគច្រើនបានធំធាត់ឡើងជាមួយហ្គេមនេះសម្រាប់អ្នកខ្លះវាគឺជាការរំលឹកពីពេលវេលាដ៏សាមញ្ញកាលពីមុនចំណែកឯអ្នកខ្លះទៀតវាជានិមិត្តរូបនៃភាពរីកចម្រើនយ៉ាងខ្លាំងនៃហ្គេមទូរស័ព្ទដូច្នេះនៅពេលក្រោយដែលអ្នកបើកហ្គេមនេះហើយចាប់ផ្ដើមរត់សូមចងចាំថាអ្នកមិនមែនគ្រាន់តែរត់គេចពីឆ្មាំយាមនោះទេអ្នកគឺជាចំណែកមួយនៃសាច់រឿងដែលបានដំណើរការអស់រយៈពេលជាង1ទសវត្សរ៍មកហើយដែលត្រូវបានជំរុញដោយការបង្កើតថ្មីសហគមន៍និងការចង់ដឹងចង់ឃើញ